ក្នុងដៃខ្ញុំនេះគឺ Samsung A21s ជាប់ Google Account នៅក្នុងវីដេអូអញ្ចឹងបាទរូបភាពខាងក្រៅគឺ A21s បាទសូមជួយចុច Subscribe ក្នុង Channel របស់ខ្ញុំម្នាក់មួយឈ្មោះថា RBN Unlock ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទហើយបើសិនជាចង់ធ្វើការទំនាក់ទំនងមកខ្ញុំឯងអាចចុចលើ link ទាំង3ខាងក្រោមណា Channel របស់ខ្ញុំសម្រាប់ធ្វើការទំនាក់ទំនងខ្ញុំសាកសួរព័ត៌មានផ្សេងៗបាទឥឡូវយើងតវីដេអូយើងទៅទៀតបាទនៅក្នុងដៃនេះគឺ Samsung A21s ជាប់ Google Account ដូចក្នុងវីដេអូអញ្ចឹងបាទអញ្ចឹងវិធីនៃការដោះ Google Account នៅលើ Samsung A21s ហ្នឹងគឺវាមានភាពងាយស្រួលនៅលើ Android 12បាទឥឡូវយើងនិចវាទៅមុខបន្តិចសិនបាទយើងនិចវាទៅមុខតិចសិនដើម្បីឲ្យយើងប្រកាសថាជាប់ Google Account បាទនេះគឺជា Google Account ហ្នឹងបាទឥឡូវយើងរៀបព័ត៌មានតិចមក read information វាបាទព័ត៌មានវាតិចសិនអូខេឥឡូវយើងបានរៀបរួចហើយឃើញថា Samsung A21s គឺត្រឹមត្រូវបាទជា country បាទថៃហើយស្ថិតនៅលើ Android 12បាទ Android version នេះគឺ Android 12បាទឥឡូវចាស់យើងកលេចមកមើល Google Account របស់យើងវិញអញ្ចឹងវិធីនៃការដោះបាទយើងចូល Samfirm នឹងមកហើយចុចកន្លែងទៀតថា remove FOP នឹងមកហើយបន្តមកទូរស័ព្ទយើងធ្វើការ back បាទត្រឡប់ទៅដើមវិញអស់មកបាទខ្ញុំចាំបន្តិចកលេចទៅខាងដើមបាទចាំបន្តិចត្រង់ចំណុចនេះខ្ញុំជាប់យូរបន្តិចបាទបាទឥឡូវយើងត្រឡប់មកវិញហើយអូខេអញ្ចឹងយើងចុចបើកទូរស័ព្ទឡើងវិញវាសាមញ្ញជាប់ភ្ញៀវបន្តិចអូខេខ្ញុំចុចថយទៅវិញអស់ខ្ញុំចុចថយទៅវិញបាទខ្ញុំចុចថយមកដើមបាយផ្កាយទ្រូងជ្រូក06ទ្រូងជ្រូកបាទចុចផ្កាយទ្រូងជ្រូកផ្កាយទ្រូងជ្រូក0ផ្កាយទ្រូងជ្រូកបាទសំទោសបាទហើយបន្តមកយើងចុចពាក្យថា already ខាងលើបន្តមកវានឹងធ្វើការបាទ enable ADB អីបាទអូខេឥឡូវវាឲ្យយើងចុចដាក់គ្រីសមួយហើយចុចពាក្យ allow បាទយើងធ្វើតាមទៀតទៅបាទហើយបន្តមកឃើញថាជោគជ័យអីអញ្ចឹងដឹងថាស៊ីលុយអីប៉ុណ្ណេះស៊ីលុយអីបាទអូខេអញ្ចឹងមានថាការដោះ Google Account លើ model A21s ស្ថិតនៅលើ Android 12គឺដោយប្រើ Samfirm tool បាទ tool នេះគឺយើងអត់ចំណាយលុយទេគឺ free ទេឃើញថាជោគជ័យអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏បញ្ហាអ្វីផ្សេងអាចទំនាក់ទំនងមកខ្ញុំបាននៅខាងក្រោមនៅក្នុង channel របស់ខ្ញុំណាគឺកន្លែងទំនាក់ទំនងនៅខាងក្នុង channel របស់ខ្ញុំដូចខាងដើមវីដេអូអញ្ចឹងអាចទំនាក់ទំនងមកខ្ញុំបានណាអូខេឥឡូវយើងរងចាំឲ្យទូរស័ព្ទនឹងដំណើរការឡើងវិញបន្ទាប់ពីធ្វើហើយគឺបើកដល់ menu តែម្ដងអត់បាច់ចាំនិចវាទៅមុខឬក៏អីច្រើនទេគឺបើកចេញមកគឺដល់ menu តែម្ដងណាគឺងាយស្រួលចឹងពពួក Samsung នេះចំពោះតែ Android 12ទេដែលយើងធ្វើបានជាមួយ tool Samfirm ហ្នឹងតែបើ Android 13 14អីឡើងគឺអត់អាចប្រើ tool ហ្នឹងបានទេណាគឺគេមានវិធីនៃការដោះផ្សេងដូចគ្នាទៀតតែរងចាំទស្សនានៅវីដេអូបន្តទៀតចង់ដឹងថា Samsung model ក្រោយ Android ក្រោយយើងដោះតាមវិធីណាគេធ្វើយ៉ាងម៉េចប្រើ Swiss ឬក៏ប្រើតែ Point ឬក៏អីយ៉ាងម៉េចបាទមានតែរងចាំនៅវីដេអូបន្តទៀតពេលណាខ្ញុំមាន Samsung អ្វីផ្សេងទៀតគឺខ្ញុំចែកជូនបងប្អូនមើលទស្សនាបន្តទៀតបាទឥឡូវយើងឃើញថា Samsung នេះគឺបើកចេញហើយបាទត្រង់ចំណុចនេះខ្ញុំជាប់ភ្ញៀវបន្តិចមិញបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរបាទ
អូខេឃើញថាជោគជ័យហើយបាទអរគុណច្រើនជំរាបលាបាយបាយ